សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមកដល់កូឡាឡាំពួរហើយខ្ញុំសាកភ្លក់ម្ហូប street food របស់គេនៅនេះមនុស្សច្រើនណាបងប្អូនអើយមនុស្សច្រើនណាមានអ្នកទេសចរច្រើនហើយនៅនេះសបោអីញ៉ាំសម្រាប់ខ្ញុំម្ហូបនៅនេះខ្ញុំគិតថាឆ្ងាញ់ខ្ញុំមកនេះ 4-5 ថ្ងៃខ្ញុំថតបានតែប៉ុណ្្នឹងឯងម្ហូបខ្លះក៏បានថតទៅម្ហូបខ្លះក៏អត់បានថតទៅនៅនេះម្ហូបម៉ាឡេចំហ្មងគេចូលចិត្តប្រើពណ៌ជាពិសេសការីគេមានច្រើនមុខការីគេមានខុសៗគ្នាអញ្ចឹងដូចសាច់គេមាន់សាច់ជ្រូកអីគេចូលចិត្តប្រើលក្ខបើតាមខ្ញុំមើលព្រោះខ្ញុំឃើញគេដាក់ពណ៌ក្រហមសម្រាប់ខ្ញុំចូលចិត្តភ្លក់ម្ហូបប្លែកៗខ្ញុំចូលចិត្តញ៉ាំខ្ញុំមកម៉ាឡេនេះត្រូវហ្មងព្រោះអីនៅនេះមានលក់ម្ហូបចម្រុះប្រទេសដូចម្ហូបចិនម្ហូបឥណ្ឌាម្ហូបម៉ាឡេហើយម្ហូបប្រទេសផ្សេងទៀតសំខាន់គេមានលក់ម្ហូបប្លែកៗច្រើនមុខអីចឹងខ្ញុំចេះតែដើរភ្លក់ទៅមក 4-5 ថ្ងៃហ្នឹងខ្ញុំដើរអត់ឆ្អែតសោះមានអារម្មណ៍ថាលឿនមែនតើចាំមើលលើក្រោយរៀប plan មកឲ្យបានយូរជាងហ្នឹង